ជំរាបសួរបងប្អូនគ្នាថ្ងៃនេះមកដាំផ្កាហើយផ្កានេះតាមពិតទៅខ្ញុំទិញឡើងចិត្តមកទឹកហើយដោយសារតែថ្ងៃដែលខ្ញុំទិញបើកថ្ងៃបន្ទាប់ចឹងវាត្រជាក់ហើយភ្លៀងចឹងខ្ញុំអត់ដាំទេខ្ញុំទុកនៅក្នុងផ្ទះនឹងឯងហើយផ្កាហ្នឹងមកជួខាងហ្នឹងក៏មុនខ្ញុំដាំពេញទាំងអស់ឲ្យគុំធំមែនតើបន្ទាប់មកប្តីខ្ញុំគាត់ថាចេះកន្លែងហ្នឹងគាត់ត្រូវការធ្វើអីទេគាត់ចង់ឲ្យខ្ញុំគាស់ផ្កាចិនខ្ញុំគាត់ក៏គាស់ចិនទៅផ្កាមកជួហ្នឹងខ្ញុំគាស់ចិនទាំងអស់បងប្អូនឲ្យគុំវាធំមែនតើកាលហ្នឹងហើយមានណាគាស់ចិនហើយទុកដីទំនេរចោលប្រហែលជាមួយឆ្នាំជាងក៏អត់មានធ្វើអីទេកាលហ្នឹងដល់អញ្ចឹងហើយឥឡូវនេះគឺទិញផ្កាយកមកដាក់ដាំនៅចិត្តនឹងឯងហើយផ្កាហ្នឹងខ្ញុំទិញនេះខ្ញុំឃើញនៅក្នុងរូបហ្នឹងណាផ្កាវាស្អាតខ្ញុំយកពណ៌សហើយមួយទៀតពណ៌រាងក្រហមរាងផ្កាឈូកណាហើយផ្កាហ្នឹងនៅខាងក្រៅស្អាតមែនតើបងប្អូននៅពេលដែលវារីកគឺស្អាតខ្លាំងមែនតើហើយខ្ញុំដាក់ដាំនេះគឺដូចបងប្អូនឃើញហ្នឹងខែនេះអត់សូវមានគេទាន់ដាំផ្កាអីទេដោយសារតែវានៅត្រជាក់ខែ3ហ្នឹងគឺវានៅត្រជាក់នៅឡើយទេភាគច្រើនគេចាប់ដាំខែ4អញ្ចឹងណាដាំខែ4គឺចាប់ផុតរដូវត្រជាក់ហ្នឹងហើយចូល summer ចូលដល់រដូវក្តៅហើយឥឡូវហ្នឹងខ្ញុំដាំដូចបងប្អូនឃើញហ្នឹងមានស្មៅមានអីនៅជុំវិញហ្នឹងគឺដាក់កប់វាចោលទេផ្កាហ្នឹងស្រួលមែនតើមិនដូចបន្លែសាឡាត់អីទេបើបន្លែសាឡាត់ជាងគាត់ទៅដាក់ចឹងនឹងខ្យងស៊ីហ្មងស្អែកឡើងមិនបាច់ឃើញស្លឹកមិនបាច់ឃើញអីទេដឹងតែខ្យងស៊ីហើយផ្កានេះហ៎បងប្អូនដាក់ដាំអញ្ចឹងដាក់ដាំចោលអញ្ចឹងដាំហើយស្រោចទឹកនិយាយទៅมันមានខ្យងมันមានអីស៊ីទេអានេះខ្ញុំនិយាយមែនមិនថាផ្កាកាឡាផ្កាអីទេឲ្យតែថាផ្កាបងប្អូនដាក់ដាំចោលអញ្ចឹងអត់មានសัตว์ខ្យងអត់មានសัตว์ចង់និយាយថាខ្មុំអីវាមកទេយើងដាំចោលណាខុសតែផ្លែតែបន្លែតំណាំដែលយើងហូបផ្លែនៅពេលណាដែលយើងដាំតែមួយថ្ងៃទេម្ទេសក៏ដោយសាឡាត់ក៏ដោយទៅសក់ក៏ដោយពេញប៉ោះក៏ដោយបើសិនជាយើងអត់មានអីគ្របវាស្អែកឡើងដឹងតែបាត់ស្លឹកបាត់អីអស់ហើយអានេះសម្រាប់ខាងខ្ញុំធ្លាប់ដាំអញ្ចឹងបានខ្ញុំនិយាយថាផ្កានេះគឺស្រួលដាំមែនទែនហើយមកគុំនេះខ្ញុំដាក់ដាំនៅជាប់លបងហ្នឹងគៀនផ្ទះនឹងឯងហើយពីរអ្នកកូនណានាំគ្នាតាំហើយស្រោចទឹកហើយទឹកហ្នឹងវារៀងត្រជាក់ណាបងប្អូនខែនេះអញ្ចឹងហើយខ្ញុំចេះតែដាក់ដាំលេងទៅកែលោវាបានផលអីចឹងណាព្រោះអីដូចខ្ញុំនិយាយចឹងខែហ្នឹងគឺគេអត់ទាន់ដាំទេគេដាំភាគច្រើនដាំខែ4អាហ្នឹងខែដែលគេកំពុងតែពេញដាំត្មងឥឡូវហ្នឹងគឺដាំហើយវីដេអូរបស់ខ្ញុំហ្នឹងក៏អត់មានអីច្រើនដែរបងប្អូនគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានទស្សនាពីដើមវីដេអូរហូតដល់ខាងចុងវីដេអូណាបងប្អូនសូមថាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជម្រាបលា